ចឹងខ្ញុំមានចំណុចពិសេស4សម្រាប់កាមេរ៉ា C7 Dual Lens ហ្នឹងសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ចិត្តមុនធ្វើការជ្រើសរើសE-Service model មួយនេះចឹងចំណុចទី1ដែលខ្ញុំចង់និយាយដូចខ្ញុំនិយាយមុនហ្នឹងចឹងគឺយើងមានកាមេរ៉ានេះគឺមាន Dual Lens 2បាទ lens ទី1គឺមាន resolution ឬក៏កម្រិតភាពច្បាស់របស់វា4 mega ឬក៏ 2K ខាងក្រោមក៏ដូចគ្នាដែរអានេះគឺយើងអាចវិលបានឆ្វេងស្ដាំមើលខាងក្រោមមិនបានចឹងទៅបាទហើយកាមេរ៉ា E-Service នេះដែរគឺវាមានជាគេហៅថា AI technology ដែលវាអាចចាប់រាល់សកម្មភាពដែលបង្កឡើងដោយមនុស្សចំណុចមួយទៀតគឺគេហៅថា two way audio ឬក៏ two way talk ដែលនិយាយជាភាសាខ្មែរយើងដើម្បីស្រួលយល់គឺការឆ្លើយឆ្លងគ្នាអញ្ចឹងការឆ្លើយឆ្លងរបស់កាមេរ៉ា E-Service ប្រភេទនេះដោយសារតែវាមាន speaker នៅលើកាមេរ៉ាអញ្ចឹងយើងអាចធ្វើការទេចេញពីទូរស័ព្ទដៃរបស់យើងដោយប្រើប្រាស់ app E-Service ហើយនឹងនិយាយជាមួយនឹងកាមេរ៉ាហើយនឹងចំណុចមួយទៀតដោយសារតែកាមេរ៉ាប្រភេទនេះជាប្រភេទកាមេរ៉ាដែលអាចវិលបានអញ្ចឹងបញ្ហាដែលអាចវិលបានគឺគ្នាតែងតែបវល់កាមេរ៉ារួចហើយចង់មកសេរីមកមើលប្លង់ដើមវិញគឺត្រូវការអង្គុយសេរីម្ដងទៀតប៉ុន្តែសម្រាប់មួយនេះគេហៅថា patrol mode អញ្ចឹង patrol mode ហ្នឹងគឺយើងអាចធ្វើការ set វានៅប្លង់ណាមួយដែលយើងចង់បានហើយយើង save វាជា preset ទៅអញ្ចឹងនៅពេលដែលយើងបវល់កាមេរ៉ាហ្នឹងទៅមើលប្លង់ផ្សេងហើយយើងចង់ឲ្យវាមកប្លង់ដើមវិញយើងចុចលើ preset ដែលយើងបានកំណត់ហ្នឹងទៅអញ្ចឹងកាមេរ៉ានឹងធ្វើការវិលមកទីតាំងដើមវិញ